តើពុកម៉ែបងប្អូនកូនក្មួយកំពុងមានបញ្ហាលើអាជីវកម្មបង្កាត់ពូជភ្ញាស់និងចិញ្ចឹមកង្កែបមែនទេដូចជាពងកង្កែបមិនញាស់កូនក្អករលួយអស់នៅអាយុ3ថ្ងៃឬ8ទៅ14ថ្ងៃឬបាត់បង់អស់នៅអាយុ20ទៅ30ថ្ងៃមេបាពូជហាមពោះងាប់គ្មានមូលហេតុដំបៅមាត់ភ្នែកឡើងបាយទឹកចូលក្នុងខ្លួនចិញ្ចឹមមិនធំឬមានបញ្ហាផ្សេងៗទៀតឈប់បារម្ភទៀតទៅ ក៏ស្ថានសៀវមីងសេ អាចជួយដោះស្រាយបញ្ហាទាំងនេះបាន 100% សាលាមានវគ្គជំនាញបង្កាត់ពូជដោយចាក់អរម៉ូនកំណត់ពេលវេលាឲ្យកង្កែបបញ្ចេញពងបង្កាត់បែបធម្មជាតិបែបសិប្បនិម្មិតរបៀបប្រើប្រាស់និងលាយអរម៉ូនព្យាបាលជំងឺកង្កែបកែទឹកព្យាបាលជំងឺទឹករបៀបវាស់សារធាតុផ្សេងៗនៅក្នុងទឹកដើម្បីបង្កាត់ភ្ញាស់បានវិធីសាស្ត្របំពន់កូនក្អកពីពងរហូតក្លាយជាកូនកង្កែបរបៀបបន្សុទ្ធពូជបំពន់មេបាពូជរៀបចំអាងបង្កាត់ពូជអាងភ្ញាស់អាងមេបាវិធីសាស្ត្រផលិតចំណីកូនក្អកចំណីកូនកង្កែបចំណីកង្កែបសាច់របៀបចិញ្ចឹមកង្កែបក្នុងអាងក្នុងស្រះត្រីក្នុងស្រែស្រូវចិញ្ចឹមកង្កែបគោកកង្កែបប្រាំងចិញ្ចឹមតាមប្រព័ន្ធអនុគ្រោះពេលវេលាចិញ្ចឹមនៅលើស្រះត្រីនិងវិធីសាស្ត្រជាច្រើនទៀត